my beautiful maiden, you're perfect for me in every way. Oh girl, my beautiful maiden, you're perfect for me in every way. I humbly ask for this one dance with you. I hum បាទសួស្តីបងប្អូនថ្នាក់ទី12ជាពិសេសថ្នាក់សង្គមកាលពីចំណុចមុនខ្ញុំបានបង្រៀនពីលំហាត់លីមីតនៃអនុគមត្រីកោណមាត្រទី1តែឥឡូវនេះយើងមកចូលវីដេអូមួយទៀតគឺយើងគណនាពីលំហាត់អនុគមត្រីកោណមាត្រដដែលប៉ុន្តែលំហាត់ទី2បាទមាន2ដែរគឺកខណាបាទឥឡូវយើងទៅមើលអរគ្នាចឹងនេះគឺលំហាត់ទី2គណនាបាទអនុគមបាទសុទ្ធទៅគណនាលីមីតនៃអនុគមខាងក្រោមចឹងមានកខចឹងដើម្បីគណនាលីមីតបាទនៃអនុគមត្រីកោណមាត្ររបស់យើងនេះយើងត្រូវចាំរូបមន្ត2បាទនេះរូបមន្ត2នេះគឺដូចតែគ្នាទេចឹងណាចឹងលីមីតកាលណា x ខិតទៅដល់0 sin ax វាត្រូវការ ax ស្មើ1អញ្ចឹងធ្វើម៉េចឲ្យ sin ax នៅលើ ax បានស្មើ1ហើយមួយទៀតលីមីតនៃ x ខិតទៅដល់0បាទ ax នៅលើ sin ax បានស្មើ1អញ្ចឹង sin ax ត្រូវការ ax បាទបានស្មើ1អញ្ចឹងណាហ្នឹងត្រូវចាំរូបមន្តហ្នឹងអានេះដូចគ្នាដែរចុះឥឡូវយើងមើលលំហាត់កគណនាលីមីតនៃអនុគមរបស់យើងនេះកាលណាលីមីត x ខិតទៅដល់0នៃ sin ax នៅលើ sin bx អញ្ចឹងបើសិនជាខិតទៅដល់0ដើម្បីគណនាលំហាត់លីមីតចាំបាច់បំផុតត្រូវជួសតម្លៃ x សិនបាទដើម្បីដឹងថាវាចូលរៀងអីអញ្ចឹងពេលដែលយើងជួសចូលទៅបាទនេះ0ណាបាទ0អញ្ចឹង0គុណ a 0អញ្ចឹង sin 0មក0ជួសឡើងនេះមក0 0គុណ b 0 sin 0 0អញ្ចឹងរៀងមិនកំណត់0លើ0បាទអញ្ចឹងដើម្បីដោះស្រាយលីមីតនោះមើលរូបមន្តនោះបាទអញ្ចឹងទីលំហាត់ទីកសំទោសលំហាត់កអញ្ចឹងយើងមើលអស់គ្នាលោកគណនាឲ្យឡើងនេះមួយបាទអញ្ចឹងលីមីតបាទនៃ x ខិតទៅដល់0បាទនេះអញ្ចឹងយើងតាគណនាមិនឥឡូវយើងមើលភាគយកមាន sin ax អញ្ចឹងកាលណា sin ax ដើម្បីឲ្យចូលរូបមន្តណាដើម្បីឲ្យចូលរូបមន្តកាលណា sin ax ត្រូវការ ax ចាំតែប៉ុណ្្នឹង sin ax ត្រូវការ ax ហើយបន្តមកមើលភាគបែកមើល sin bx អញ្ចឹងពូដាក់បាទចេះសិនមកនេះទៅសេវាដដែលមក sin bx អញ្ចឹងកាលណា sin bx នេះត្រូវការ sin បើ sin ax ត្រូវការអីគេ ax បាទអញ្ចឹងយើងត្រូវការអីគេ sin bx ត្រូវការអី bx បាទអញ្ចឹងដើម្បីឲ្យចូលដូចខាងលើវិញបាទនេះចែកនឹង a អានេះត្រូវគុណនឹងអីគេដែរបាទនេះចែកនឹង ax ត្រូវគុណនឹង ax បាទហើយបាទនេះគុណភាគយកនឹង bx ត្រូវចែកបាទភាគបែកនឹង bx ដែរនេះអញ្ចឹងបើសិនជាយើងសម្រួលទៅ ax អាចសម្រួល ax ចោលទៅហើយសម្រួល bx ចោលទៅដូចទម្រង់ដើមវិញតោះហ្នឹងហើយនេះ ax លើ bx ប៉ុន្តែយើងមិនតាន់គណនាវាយើងសម្រួល x ចោលសិនបាទអញ្ចឹងយើងសម្រួលx ចោលសិនមកបាទអញ្ចឹងយើងដាក់ដដែលសិន sin ax នៅលើ ax បាទលើ bx បាទ bx អាក្រោមបាទក្រោមគឺ sin bx អញ្ចឹងយើងសម្រួល x ចោលទៅដល់សល់តែ a លើ b អញ្ចឹង x ជាកត្តារួមមួយដែលយើងត្រូវសម្រួលចោលបាទសម្រួលចោលទៅសល់ប៉ុណ្្នឹងអញ្ចឹងយើងមើលនេះចូលរូបមន្តលីមីតនៃ x 0 sin ax លើ ax មិនស្មើ1បាទស្មើ1
limit នៃគឺ0 bx លើ sin bx ស្មើមួយដែរណាស្មើមួយដែរនេះ a លើ b ទុកវាដែរមក a លើ b ជាមន្ថេអញ្ចឹងណាអញ្ចឹងគុណមកបាទគុណមកបាន a នៅលើអី a លើ b 1 គុណ 1 1 គុណ a លើ b ស្មើប៉ុណ្ណឹងអញ្ចឹងណាបាទឬក៏យើងអាចសេនៅកន្លែងនេះក៏បាននេះស្មើ a លើ b អញ្ចឹងដូច្នេះដូចនេះ limit នៃ x ខិតជិតទៅរក0 sin ax នៅលើ sin bx គឺស្មើនឹង a លើ b បាទនេះជាចម្លើយតោះនេះមើលជាចម្លើយបាទជាចម្លើយរបស់យើងអញ្ចឹងលំហាត់ខស្រដៀងគ្នាដែរគ្រាន់តែនេះគឺបាទអក្សរ a b ហើយនេះគឺលេខតែម្ដងបាទអញ្ចឹងធ្វើគំរូដូចគ្នាមកយើងមានរូបមន្តស្រាប់ណាអញ្ចឹងលំហាត់ខនេះសូមបងប្អូនធ្វើណាបាទអញ្ចឹងគ្រូអត់ដោះស្រាយទេអរគុណច្រើនណាបាទអញ្ចឹងអរគុណសម្រាប់